គាត់ជាមេខ្យល់ជួញដូរមនុស្សដ៏ល្បីប្រចាំរាជធានីតើសូម្បីតែនៅផ្សារត្រីមាត់កំពង់ផែក៏មានមនុស្សរបស់គាត់ដែរអញ្ចឹងមិនមែនជាអ្នកជួញដូរមនុស្សទេអីពីមុនគាត់មិនមែនជាមនុស្សបែបនេះទេណាធ្វើជាមេខ្យល់ក៏ត្រូវមានព្រំដែនដែរគឺមិនលក់ស្រីល្អដាច់ខាតមែនហើយក្មេងស្រីកំព្រាប៉ុន្មានអ្នកនៅមាត់កំពង់ផែសុទ្ធតែគាត់លួចជូនពួកគេទៅរស់នៅផ្ទះអ្នកមានគុណធម៌ដើរចុះហេតុអីបានជាគាត់ព្រមធ្វើការឲ្យគ្រួសារសិនអញ្ចឹងទៅសួរគាត់ធ្វើអីទៅលោកស្រីសិនខ្ញុំតែងតែមានអារម្មណ៍ថាមិនស្រួលសោះតាមដែលស្ដាប់ពួកបងនិយាយខ្ញុំមិនគិតថាគាត់ជាមនុស្សលោភលន់និងប្រាក់កាក់បន្តិចបន្តួចរបស់គ្រួសារសិននោះទេលោកស្រីសិនកុំសួរដេញដោលទៀតអីណាគាត់មានចំណុចខ្សោយនៅក្នុងដៃរបស់គ្រួសារសិននឹងហើយលោកស្រីសិនចាត់ទុកថាអ្នកមិនដឹងរឿងនេះទៅចុះចាត់ទុកថាមិនដឹងទៅចុះណាទប់របស់លោកគ្រូខ្ញុំត្រូវបានគេវាយកំទេចអស់ហើយណាសូនមនុស្សខ្លះយើងមិនអាចទៅប៉ះពាល់បានទេវើយមនុស្សខ្លះយើងពិតជាមិនអាចទៅតាំងជាមួយបានទេខ្ញុំយល់ហើយលោកគ្រូចុះលោកគ្រូឯងយល់រឿងអីទៅមេម៉ាយលីវនាងម្នាក់នឹងហើយគឺមេម៉ាយលីវបើខាងគ្រួសារសិននៅតែមិនពេញចិត្តទៀតកូនស្រីរបស់ឯងកុំសង្ឃឹមថានឹងបានចេញពីបនស្រីដោយខ្លួនស្អាតស្អំឲ្យសោះខ្ញុំព្រមស្ដាប់តាមពួកលោកគ្រប់យ៉ាងហើយតើផ្សារត្រីខ្ញុំក៏ព្រមឈប់លក់ទោសរបស់ខ្ញុំក៏បណ្ដោយឲ្យគេបិទដែរចុះពួកលោកចង់បានអីទៀតទៅចង់បានអីអញ្ចឹង request រងចាំឲ្យលោកម្ចាស់សិនផ្ដល់ពាក្យមួយម៉ាត់សិនទៅម៉ែខ្ញុំខ្លាចណាស់ថៅកែស្រីលោកស្រីលីវម៉ែសន្យាថានឹងជួយកូនឲ្យខានតែបានណាថៅកែស្រីខ្ញុំសូមអង្វរលោកសូមពន្យាពេលឲ្យខ្ញុំមួយយប់ទៀតចុះខ្ញុំមានតែកូនស្រីម្នាក់នេះគត់មុនពេលល្ងាចថ្ងៃស្អែកបើលោកម្ចាស់សិននៅតែមិនព្រមយល់ព្រមទេនោះខ្ញុំក៏មិនអាចជួយការពារនាងបានឡើយសៀវចៅបងតាមខ្ញុំមកពេញមួយផ្លូវហើយចុះហេតុអីបានជាបងមកទីនេះអញ្ចឹងស៊ុនប្រាប់ថាអូនមកតាមរកមេម៉ាយលីវបងមិនសង្ស័ព្ទចិត្តពីអូនទៅមកតាមមើលគ្រូសាសិនចាប់កូនស្រីរបស់មេម៉ាយលីវដើម្បីគំរាមគាត់នាងតូចសាវថៅត្រូវបានគេឃុំខ្លួននៅបនស្រីឈុនហ្វុងលិខិតលក់ខ្លួនក៏នៅលើដៃពួកគេដែរគាត់ធ្វើទាំងអស់នេះក៏ដើម្បីការពារកូនស្រីគាត់ដែរតើសៀវឈិនខ្ញុំចង់ជួយនាងមនុស្សដែលអូនចង់ជួយនោះនៅក្នុងបនស្រីឈុនហ្វុងមានសុទ្ធតែអ្នកយាមពូកែលិខិតលក់ខ្លួនក៏នៅទីនោះដែរទៅបង្ខំយកមិនកើតទេអ្នកណាថាត្រូវទៅបង្ខំយកនោះអាណាញបងប្រុសសានទៅតាមដាននៅក្រោយបនស្រីឈុនហ្វុងហើយជួយក្មេងស្រីម្នាក់ឈ្មោះសៀវថៅចេញមកឲ្យបានឯលិខិតលក់ខ្លួនត្រូវតែយកមកជាមួយឲ្យខានតែបានបងឯងចង់ទៅបនស្រីឈុនហ្វុងតែម្នាក់ឯងមែនទេអូនមើលមិនដឹងទេអីពីមុនគាត់ជាអ្នកយាមការពារនៅទីនោះគាត់ម្នាក់ឯងអាចវាយឈ្នះមនុស្ស10នាក់ឯណោះពូកែដល់ថ្នាក់នឹងផងចុះបើវានៅតែគ្រោះថ្នាក់ខ្លាំងអញ្ចឹងអូនអាចជឿជាក់លើអាណាញបានណាអូនសម្លាញ់ថៅកែស្រីលោកអភិបាលស្រុកមេម៉ាយលីវមានរឿងអយុត្តិធម៌ចង់ប្តឹងសូមលោកម្ចាស់មេត្តាជួយផ្ដល់យុត្តិធម៌ឲ្យកូនស្រីខ្ញុំផងមេម៉ាយលីវចង់មកប្តឹងជំរិតទារប្រាក់ពីលោកម្ចាស់សិនក្បាលរឹងមែនតើនរណាជាអ្នកវីស្កូបន្លឺសំឡេងប្តឹងខ្ញុំជាប្រជារាស្ត្រសាមញ្ញមេម៉ាយលីវចង់មកប្តឹងលោកសិនជីងសុងពីបទចាប់បង្ខំកូនស្រីរាស្ត្រល្អអ្នកណានៅខាងក្រៅចូលមកហៅខ្លួនលោកសិនជីងសុងចូលមកបំភ្លឺភ្លាមលោកម្ចាស់ខ្ញុំពិតជាត្រូវគេមួលបង្កាច់មែនណាមេម៉ាយលីវជាមេខ្យល់ជួញដូរមនុស្សរឿងចាប់ជំរិតក្មេងស្រីគឺមានតែគាត់ម្នាក់ឯងទេដែលធ្វើវាចេញនោះមេម៉ាយលីវតើអញនេះជាលិខិតលក់ខ្លួនរបស់សៀវថៅដែលមានស្នាមមេដៃរបស់អ្នកគ្រប់គ្រងគ្រួសារសិនជីងសុងតើឯងព្រមទទួលស្គាល់កំហុសដែរទេខ្ញុំមិនដឹងមនុស្សទេនេះច្បាស់ជាមានគេបញ្ជាឲ្យនាងមកហែកគេធ្វើបាបខ្ញុំហើយលោកម្ចាស់ខ្ញុំជាសាក្សីបានណាកាលពីយប់មិញនាងតូចសៀវថៅពិតជាត្រូវបានគេឃុំខ្លួននៅបនស្រីឈុនហ្វុងមែនខ្ញុំក៏ជាអ្នកឃើញផ្ទាល់ភ្នែកពេលដែលនាងត្រូវបានគេជួយសង្គ្រោះចេញមកដែរចាមេម៉ាយលីវស្ម័គ្រចិត្តធ្វើការឲ្យគ្រូសាសិនចុះហេតុអីបានជាកូនស្រីគាត់ត្រូវគេចាប់ខ្លួនទៅវិញហើយហេតុអីត្រូវយកទៅឃុំទុកនៅបនស្រីឈុនហ្វុងអញ្ចឹងសិនឈិនហឺនាងជាកូនអបតញ្ញូហ៊ានរួមដៃជាមួយអ្នកក្រៅមកប្តឹងឪពុកបង្កើតខ្លួនឯងផង request កូនមិនបានប្តឹងទេកូនគ្រាន់តែនិយាយតាមអ្វីដែលកូនបានឃើញផ្ទាល់ភ្នែកតែប៉ុណ្ណោះ
គឺមនុស្សរបស់ត្រកូលសិនទេដែលបោកខ្ញុំមកពួកវាប្រាប់ថាម៉ែឈប់ chemistry ត្រូវការខ្ញុំហើយក៏យកខ្ញុំទៅឃុំក្នុងផ្ទះផ្កាឈុនហ្វុងនឹងទៅវាថាបើម៉ែមិនព្រមស្ដាប់តាមលោកម្ចាស់សិនទេវានឹងលូកខ្ញុំឲ្យនៅទីនោះមួយជីវិតមិនបាច់ចេញមកវិញទេណាហ៊ានយកកូនស្រីគេមកគំរាមបង្ខំឲ្យធ្វើបាបមនុស្សអញ្ចឹងមិនចម្លែកទេដែលប៉ុន្មានថ្ងៃមុនយាយលីវសានាងតាមធ្វើបាបខាងបបត្រីត្រកូលស៊ីវរហូតនឹងបន្ទាប់ពីសៀវថៅត្រូវគេចាប់ខ្លួនទៅយាយលីវសានាងក៏កាត់ផ្ដាច់មួយត្រីរបស់ខ្ញុំចោលមកហើយមេកុងឈិនក៏មកបិទទោបខ្ញុំទៀតពេលវេលាគឺត្រូវគ្នាខ្លាំងណាស់លោកម្ចាស់ខ្ញុំសូមធ្វើជាសាក្សីថ្ងៃនោះត្រកូលសៀវអត់មានស្រីនឹងហើយដែលទិញប្រមូលឆ្អឹងត្រីក្នុងតម្លៃខ្ពស់កប់ពុកនោះមេការត្រកូលសិនធ្លាប់និយាយថាបើអ្នកណាហ៊ានលក់ត្រីឲ្យត្រកូលសៀវទៅថ្ងៃមុខគុំសង្ឃឹមថារកស៊ីនៅកំពង់ផែនេះបានទៀតអសោះថ្ងៃដែលមេកុងឈិនមកបិទតូបសំបីតែលោកសុងដែលប្រឡងជាប់លេខ2ក៏ត្រូវគេវីដែរតើក្មេងតូចនរណាបង្ហាត់ឲ្យឯងនិយាយបែបហ្នឹងហ៎មែនសិនជាងហឺទេមិនមែនទេគឺពួកលោកឯងនឹងហើយពួកលោកឯងជាអ្នកចាប់ខ្ញុំញាត់ក្នុងផ្ទះផ្កាជុនហ្វុងលែងកូនស្រីខ្ញុំភ្លាមនៅកណ្ដាលរោងតុលាការសោះឯងនៅហ៊ានគំរាមម្ចាស់ទុកទៀតផងអញ្ចឹងសិនជិនសុងអញពិតជាថ្លើមធំមែនតែនហើយវើយខ្ញុំជាមេគ្រួសារត្រកូលសិនជាអ្នកមានទ្រព្យស្តុកស្តម្ភប្រចាំរាជធានីណាលោកម្ចាស់មិនអាចស្ដាប់តែសម្ដីម្ខាងរបស់ពួកនាងបានទេបាទលិខិតលោកខ្លួននៅទីនេះម្ចាស់ទុកក៏នៅទីនេះទាំងភស្តុតាងនិងសាក្សីគឺនៅទីនេះទាំងអស់សិនជិនសុងបានសុកប៉ាន់មេខ្យល់បង្ខំកូនក្រមុំអ្នកដតីថែមទាំងបំផ្លាញមុខរបរនៅកំពង់ផែទៀតភស្តុតាងច្បាស់ការមិនអាចប្រកែកបានឡើយគុំខ្លួនសិនជិនសុងនៅនឹងកន្លែងឯមេការត្រកូលសិនក៏ត្រូវគុំខ្លួនរងចាំការកាត់ក្តីដែរទ្វារហាងត្រកូលសិនដែលពាក់ព័ន្ធជាបណ្ដោះអាសន្នរឹបអូសបញ្ជីកណេឲ្យទុកត្រួតពិនិត្យលេងឯងអញមានក្នុងបង្អែកនៅខាងលើណាវើយពួកអញហ៊ានប៉ះពាល់អញគុំសង្ឃឹមថានឹងបានរស់ស្រួលខ្លួនឲ្យសោះអូវាចេញទៅកាត់ក្តីពិតមែនហេត្រកូលសិនមានខ្សែធំប៉ុណ្ណឹងចុះមិនបានជាថ្ងៃនេះលោកម្ចាស់ស្រុកអត់យល់មុខបន្តិចសោះអញ្ចឹងលុយទាំងនេះសុទ្ធតែជាលុយដែលត្រកូលសិនផ្ដល់ឲ្យបាទអាសិនជិនសុងកញ្ចាស់នោះស្គាល់ការខុសត្រូវគ្រាន់បើដែរតើហ៊ានមកលោឡានៅក្នុងសាលាស្រុកអញ្ចឹងនេះជាគ្រឿងហាត់ធ្លេខាត្បូងភីងរបស់រាជវង្សតើថ្នាក់ក្រោមមិនដឹងថាមានអ្នកខ្ពង់ខ្ពស់យាងមកដល់ទេថ្នាក់ក្រោមពិតជាសំស្លាប់មែនបាទថ្ងៃស្អែកយាយលីវសានាងនឹងមកដឹងសិនជិនសុងហើយត្រកូលសិនប៉ុន្តែអ្នកដែលនៅពីក្រោយខ្នងត្រកូលសិននោះក៏មិនអាចជួយការពារវាបានទៀតដែរទាំងភស្តុតាងសាក្សីនិងវត្ថុតាងនឹងត្រូវបញ្ជូនមកតុលាការទាំងអស់លោកគ្រាន់តែធ្វើការកាត់ក្តីទៅតាមច្បាប់ជាការស្រេចថ្នាក់ក្រោមយល់ហើយបាទថ្ងៃស្អែកប្រកាសជាធ្វើការដោយយុត្តិធម៌បំផុតមិនលំអៀងដាច់ខាតអ្នកនាងធំគឺនៅភូមិគ្រិស្ត្រកូលគូលោកប្តីពុកត្រូវលោកម្ចាស់ស្រុកខាត់ខ្លួននៅក្នុងសាលាស្រុកបាត់ហើយចាតើពុករបស់នាងទៅបង្កកំហុសរឿងអីទៀតហើយគឺសិនជាហឺបានរួមដៃជាមួយលីវសាននាងដើម្បីធ្វើបាបគាត់នឹងណាមិនបានទេត្រកូលសិនមិនអាចដួលរំនៅពេលនេះបានឡើយខ្ញុំត្រូវតែរកវិធីសិនហើយឃុំខ្លួនសិនជិនសុងនៅនឹងកន្លែងឯមេការត្រកូលសិនក៏ត្រូវឃុំខ្លួនរងចាំការកាត់ក្តីដែរបិទទ្វារហាងត្រកូលសិនដែលពាក់ព័ន្ធជាបណ្ដោះអាសន្នបញ្ជីកណេឲ្យទុកត្រួតពិនិត្យលេងឯងអញមានក្នុងបង្អែកនៅខាងលើណាវើយពួកឯងហ៊ានប៉ះពាល់អញគុំសង្ឃឹមថានឹងបានរស់ស្រួលខ្លួនឲ្យសោះអូវាចេញទៅលោកមេអាមៀតឲ្យឈានយាងមកដល់លំអន់កាយគោរពលោកមេអាមៀតឲ្យឈានបាទគាត់គ្រាន់តែជាអាមៀតឲ្យម្នាក់សោះមិនក៏គេហៅគាត់ថាជាមេអាមៀតឲ្យកាន់ត្រាអញ្ចឹងលោកម្ចាស់ស្រុកអំណាចមន្ត្រីរបស់លោកធំធេងណាស់តាណោះថ្នាក់ក្រោមមិនហ៊ានទេបាទហេពួកយើងនៅក្នុងវាំងសុទ្ធតែបានឬការផ្អើលឆោឡោចេញពីសាលាស្រុករបស់លោកហើយណាសិនជិនសុងគឺជាអ្នកផ្គត់ផ្គង់រាជវាំងដែលក្រសួងអាមៀតឲ្យជ្រើសរើសដោយផ្ទាល់មិនថាត្រីស្រស់ឬគ្រឿងទេសនៅក្នុងវាំងសុទ្ធតែមានចំណែករបស់ហាងត្រកូលសិនទាំងអស់លោកនឹកឃើញចង់ចាប់ក៏ចាប់នឹកឃើញចង់បិទក៏បិទលោកចង់ឲ្យក្នុងវាំងដែលស្បៀងហេប៉ុន្តែរឿងនេះវាពាក់ព័ន្ធនឹងការចាប់បង្ខំកូនស្រីគេនិងការបង្កចលាចលនៅផ្សារត្រីបាទទាំងភស្តុតាងនិងសាក្សីគឺនៅទីលោកមេការហ៊ានមកកាត់ក្តីលើអ្នកផ្គត់ផ្គង់របស់រាជវាំងអញ្ចឹងផងហាខ្ញុំជាស្រីប្រជារាស្ត្រទៀបទុកមែនប៉ុន្តែមនុស្សទៀបទុកក៏មានជីវិតដែររឿងសៀវថៅត្រូវគេលក់ចូលផ្ទះផ្កាឈុនហ្វុងជាការពិតសម្បត្តិលោកខ្លួនក៏ជាការពិតហើយរឿងដែលត្រកូលសិនបង្ខំយាយលីវសាននាងឲ្យធ្វើបាបគេក៏ជាការពិតដែរនាងគឺសិនឈីងហឺមែនទេចាមែនហើយឮថាខ្លាំងខាងធ្វើបរណាតាខ្ញុំរកស៊ីចិញ្ចឹមជីវិតដោយសារតែស្នាដៃដោយសារស្នាដៃខ្លួនឯងវាជារឿងល្អណាស់ប៉ុន្តែមនុស្សយើងណាខ្លាចបំផុតគឺគ្រាន់តែចេះធ្វើបបពី3ចានក៏នឹកស្មានថាខ្លួនឯងមានសមត្ថភាពអាចត្រឡប់ក្តារទៅហើយនោះត្រកូលសិនផ្គត់ផ្គង់ឲ្យវាំងនាងមកកំទេចត្រកូលសិនវាមិនខុសពីការទេកំភ្លៀងរាជវាំងនោះទេបើមុខមាត់របស់រាជវាំងចាំបាច់ត្រូវយករឿងអាស្រូវថោកទាបបែបនេះមកត្រត្រង់នោះមុខមាត់មួយនេះវាពិតជាខ្វក់ខ្លាំងណាស់លោកមេការពូកែជែកដេញដល់មាត់មុតមែនតើនាងគួរតែត្រេកអរចុះតែថ្ងៃនេះយើងមានអារម្មណ៍ល្អមិនចង់ប្រកាន់ទោសអូដំណើរជាមួយនាងឡើយក្រសួងអាមៀតឲ្យមានបញ្ជាដោយសារតែហាងត្រកូលសិនពាក់ព័ន្ធនឹងការទិញដូររបស់រាជវាំងនេះត្រូវបញ្ជូនទៅឲ្យក្រសួងអាមៀតឲ្យជាអ្នកត្រួតពិនិត្យឡើងវិញ